ចង់បានឆាទារសជាតិដិតហឹលបែបស្រុកស្រែឈ្ងុយក្លិនម្រេចព្រៅបងប្អូនចាបងប្អូនអត់ចេះធ្វើសាកធ្វើពីវិធីនេះបានបងប្អូនចាព្រោះខ្ញុំធ្វើឲ្យគឺថាឆ្ងាញ់ជក់ចិត្តចប់មាត់ចាប់កហ្មងបងប្អូនចាហើយវីដេអូនេះខ្ញុំអត់វែងទេខ្ញុំសង្ខេបបែបខ្លីៗដែរទេបងប្អូនមុនដំបូងធ្វើការបុកគ្រឿងគល់សម្ដែងស្គ្រៃក្រូចខ្ទឹមសរបស់យើងនឹងមកចាបងប្អូនអើយគ្រឿងបុកដោយដៃចឹងនិយាយពីថាឆាទៅក្លិនឈ្ងុយខ្លាំងមែនទែនហើយបន្ទាប់មកបងប្អូនកាប់សាច់កាប់អីរួចរាល់មកចាបងប្អូនដាក់ខ្ទះខ្លាញ់ឲ្យក្តៅមកគឺដាក់គ្រឿងជាមួយនឹងប្រហុកលីងជាមួយនឹងខ្លាញ់បងប្អូនចាឲ្យឈ្ងុយក្លិនឈ្ងុយមកដាក់ស្ករប៊ីចេងចាទឹកត្រីបន្តិចទៀតមកនិយាយពីថាបកើនក្លិនឈ្ងុយខ្លាំងមែនទែនចាបន្ទាប់ពីនឹងមកគ្រឿងយើងឈ្ងុយល្អហើយចាំយើងដាក់សាច់ទាចូលបងប្អូនហើយធ្វើអញ្ចឹងគឺថាសាច់ទារបស់យើងអត់មានក្លិនឆ្អេះឆ្អាបឬក៏ក្លិនសាទេចាហើយជាពិសេសបងប្អូនទិញបានទាដែលគេចិញ្ចឹមតាមខ្សែបងប្អូនឲ្យវាដើរស៊ីស្រូវទៀតនិយាយពីថាសាច់ណែនឆ្ងាញ់ខ្លាំងមែនទែនចាបងប្អូនសាច់វាលឿងល្អដូចខ្ញុំទិញបានអញ្ចឹងណាបងប្អូនចាហើយបងប្អូនចង់បានហឹលចាចង់បានទៅជាជួយដឹកហឹលបងប្អូនចាហើយបងប្អូនគ្រាន់តែកូរលីងវាឲ្យឈ្ងុយគឺវាចេញទឹកពីសាច់វាមកគឺថាទាយើងទិញសាច់ខ្ចីផងគឺថារហ័សផុយខ្លាំងមែនទែនហើយនេះទៅដែលយើងឆ្អិនហើយយើងទៅដាក់ស្បែកដីផងបងប្អូនចាតាមជាទាដែលយើងនេះធ្វើខ្ទិះទៅចំស្បែកដីមកក្រប់គឺខ្ទិះហ្មងហើយបន្តមកទៀតនេះចុងក្រោយទេគឺម្រេចព្រៅបងប្អូនដាក់តាមចំណូលចិត្តតិចច្រើនអញ្ចឹងបងប្អូនចាម្រេចព្រៅថាឈ្ងុយខ្លាំងមែនទែនចាវិធីនេះងាយស្រួលធ្វើទេបងប្អូនអាចធ្វើតាមបានចាតែនេះរសជាតិឆ្ងាញ់ដិតចប់ចិត្តចប់មាត់ហ្មងបងប្អូនចាវីដេអូនេះមានប៉ុណ្្នឹងឯងអរគុណ